នឹងបន្លាលួដែលរៀបរៀងពលរដ្ឋខ្មែរមិនឲ្យវិលចូលផ្ទះមិនអាចលាក់ពីភ្នែកអង្គការសហប្រជាជាតិបានទៀតទេលោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានចុះទៅដល់ទីតាំងថៃឈ្លានពានដោយផ្ទាល់ថតកត់ត្រានិងស្ដាប់ពីផលប៉ះពាល់ដែលជនស៊ីវិលខ្មែរកំពុងជួបប្រទះក្នុងដំណើរចុះពិនិត្យនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026លោក Andrews បានទៅដល់តំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលយោធាថៃបានដាក់ទូកុងតឺន័រនិងរាយបន្លាលួចូលក្នុងទឹកដីកម្ពុជារារាំងប្រជាពលរដ្ឋខ្មែរមិនឲ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបើទោះបីជាត្រូវពឹងលើឈើច្រត់ក្នុងពេលធ្វើដំណើរក៏ដោយលោក Andrews បានប្រើទូរស័ព្ទដៃថតផ្តិតយកទស្សនវិជ្ជានៅទីតាំងដោយផ្ទាល់លោកក៏បានដើរពិនិត្យតាមដងផ្លូវចូលមើលអគារដែលរងការខូចខាតមើលឃើញគ្រាប់បែករបស់យោធាថៃនិងស្ដាប់ការរៀបរាប់ពីអាជ្ញាធរអំពីផលប៉ះពាល់ដែលពលរដ្ឋកំពុងតែប្រឈមយោងតាមក្រសួងមហាផ្ទៃមកដល់ពេលនេះពលរដ្ឋខ្មែរសរុបជាង 20,000 នាក់មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយខណៈដែលយោធាថៃបន្តកាន់កាប់ទីតាំងជាច្រើនរបស់កម្ពុជាយ៉ាងហោចណាស់នៅខេត្តចំនួន4រួមមានបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យនិងព្រះវិហារដំណើរចុះពិនិត្យនៅបឹងត្រកួនគឺជាផ្នែកមួយនៃបេសកកម្មផ្លូវការរបស់លោក Andrews នៅកម្ពុជាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026តាមសេចក្តីប្រកាសរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបេសកកម្មនេះមានគោលបំណងវិតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារួមទាំងបញ្ហាជួញដូរមនុស្សចំនួនព្រំដែនសេរីភាពនៃការបញ្ចេញមតិសេរីភាពសមាគមនិងការប្រមូលផ្ដុំជាដើមលោកយ៉ុងពៅអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជារំពឹងថាបេសកកម្មរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើកនេះនឹងឆ្លុះបញ្ចាំងការពិតអំពីផលប៉ះពាល់សិទ្ធិមនុស្សដែលកើតឡើងពីចំនួនព្រំដែនលោកក៏បានអំពាវនាវឲ្យបេសកកម្មនេះរាយការណ៍ដោយផ្អែកលើការពិតដែលបានពិនិត្យឃើញរហូតមកដល់ថ្ងៃចេញផ្សាយនេះមិនទាន់មានប្រតិកម្មពីភាគីថៃជំវិញការចុះពិនិត្យរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅកម្ពុជានៅឡើយទេអ្នកច្បាប់ទាំងអស់នៅក្នុងប្រទេសថៃអ្នកច្បាប់ទាំងអស់តែម្ដងមានការព្រួយបារម្ភជាទីបំផុតចំពោះសមរភូមិមួយដែលថៃកំពុងតែចូលក្នុងសមរភូមិចុងក្រោយថៃមានសមរភូមិ3កំពុងតែក្តៅកគុកសមរភូមិទី1គឺសមរភូមិកាតុសមរភូមិទី2គឺសមរភូមិពាក់ព័ន្ធទៅជាមួយនឹងវេទិកានៃសារព័ត៌មានទាំងអស់ដែលកម្ពុជាធ្វើបានស្រេចទាំងអស់វាយថ្ងៃដឹងភ្លាមមិនទាន់បានមកផងទៅដល់សហគមន៍អន្តរជាតិគឺគេដឹងភ្លាមបាទថៃធ្វើអត់បានទេទាំងការទូតក៏ធ្វើអត់បានទាំងទំនាក់ទំនងជាសម្ព័ន្ធភាពក៏ធ្វើមិនបានក្នុងការផ្ដល់ព័ត៌មានទៅកាន់មតិសាធារណៈលើសកលលោកក៏អត់បានមកទល់ម៉ោងនេះយើងឃើញថាថៃសមរភូមិ2ហ្នឹងគឺដួលរួចទៅហើយឥឡូវនេះសមរភូមិក្រោយមួយចុងក្រោយបំផុតនេះសមរភូមិពាក់ព័ន្ធទៅជាមួយនឹងការចូលនៅក្នុងនីតិវិធីផ្សះផ្សាបង្ខំ compulsory conciliations គាត់កំពុងតែពិបាកចិត្តខ្លាំងណាស់ពិបាកចិត្តហើយគេអ្នកទាំងអស់ដែលជាអ្នកច្បាប់តែងតែមានការព្រួយបារម្ភនិយាយយ៉ាងទូលំទូលាយថាថៃកំពុងតែដើរខុសផ្លូវហើយដោយសម្ដែងថាខ្លួនចង់ឆ្លោះជាមួយកម្ពុជាហៅកម្ពុជាឲ្យវាយចូលមកបើថាចង់ឆ្លោះជាមួយកម្ពុជាមួយថៃនិយាយពាក្យពេចន៍គំរោះគំរើយចោតប្រកាន់ចាក់ដោតកម្ពុជាឲ្យផ្ទុះសង្គ្រាមជាដើមតាមពិតថៃអត់ហ៊ានធ្វើទាំងអស់អត់ហ៊ានធ្វើទាំងអស់ពីព្រោះអីពីព្រោះថៃធ្វើកាយវិការហាក់ដូចជាខ្លាំងហាក់ដូចជាមានកងទ័ពដល់ទូលំទូលាយមួយចង់កញ្ជិចកម្ពុជាមកណាក៏បានដើម្បីអ្វីយកចំណុចទាំងអស់ហ្នឹងទៅបញ្ជ្រាបឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងតែព្រួយបារម្ភពាក់ព័ន្ធទៅជាមួយនឹងការបាត់បង់នៅកោះគុតយើងហៅថាកោះគុតគេហៅថាកោះគុតពីព្រោះគេពិនិត្យមើលទៅសូម្បីតែអ្នកប្រាជ្ញនៅក្នុងប្រទេសថៃខ្លួនឯងហ្នឹងក៏ថាចាញ់កម្ពុជាហើយចាញ់កម្ពុជាហើយអ្នកឯងលុប MOU លេខ44ឬហៅថា2001នេះកំពុងចាញ់កម្ពុជាហើយការកកើករំពើនៅការបាត់បង់កោះគុតបានធ្វើឲ្យថៃក្តៅក្រហាយមួយថ្ងៃទៅមួយថ្ងៃជ្រួលជ្រើមរកវិធីទម្លាក់រដ្ឋាភិបាលលោកអានស៊ីនឆាន់វីរគុណរកមធ្យោបាយជេរស្ដីទៅលើអ្នកដឹកនាំរបស់ប្រទេសថៃជាច្រើនតំណាក់ជាកត្តាធ្វើឲ្យថៃនៅមិនស្ងៀមមកបន្ទុះសារាយតាមព្រំដែនដើម្បីបង្វែរទស្សនៈទានរបស់ថៃទាំងអស់ហ្នឹងមកទម្លាក់ចោលនៅតាមភ្នំដងរែកទាំងអស់ចាប់តាំងពីភាសាព្រះវិហារឥឡូវបើយើងនិយាយពីរឿងការយកបញ្ហាទាំងអស់ដែលថៃកំពុងជួបប្រទេសមកទម្លាក់ចោលលាងដៃឲ្យជ្រះស្រឡះហ្នឹងចាប់តាំងពីអូបជនបាទតាំងពីព្រៃច័ន្ទភូមិជោគជ័យរបស់កម្ពុជារហូតមកដល់មុំបីជាកន្លែងដែលគេទម្លាក់ចោលនៅបញ្ហាដើម្បីជួសជុលអ្វីដែលជាចំណុចខ្សោយរបស់ថៃនៅខាងក្នុងបាទចំណុចនេះហើយដែលយើងទាំងអស់គ្នាមើលមិនទាន់ដឹងច្បាស់ថាតើក្នុងអនាគតថៃធ្វើបែបណាទៀតប៉ុន្តែម៉ោងនេះគឺធ្វើអត់កើតទេសូម្បីតែការវាយប្រហារមកលើថៃត្រង់លើកម្ពុជាត្រង់ទីទូតថៃអីក៏ដោយធ្វើដើម្បីផ្គប់គុណនិងបង្វែរស្ថានភាពខាងក្នុងឲ្យមកទម្លាក់ចោលតាមជួរភ្នំដងរែកចាប់តាំងពីភូមិជោគជ័យភូមិព្រៃច័ន្ទរហូតមកដល់មុំបីទាំងអស់នេះជាចំណុចដែលយើងអត់ស្គាល់បាទដូច្នេះការដែលថៃកំពុងតែព្យាយាមមិនគោរពច្បាប់អន្តរជាតិមិនគោរពសេចក្តីសម្រេចនៅលើប្រតិឋានគតិយុត្តទាំងអស់ដែលជាលក្ខណៈអន្តរជាតិយកកម្លាំងទាហានទៅប្រើកម្លាំងទាហានក៏បែកគ្នាច្រើនទៀតដូច្នេះយើងមើលសម្ដីមេបញ្ជាការភូមិភាគ2មេបញ្ជាការភូមិភាគ1មេបញ្ជាការកងទ័ពជើងទឹករបស់ថៃពេលបច្ចុប្បន្ននេះពុកម៉ោងនេះគឺនយោបាយត្រង់ទាំងអស់អញ្ចឹងតើការដើរនៅលើផ្លូវមួយដែលឆ្ពោះទៅរកការឈ្លានពានកម្ពុជាហើយបានកំណត់តាមលោកឆៃព្រឹកដងប្រផាត់ថាឲ្យបំបាក់ក្នុងកម្ពុជាបំបាក់ចកេះកម្ពុជាកុំឲ្យងើបរួចហាក់ដូចជាស្ថិតនៅក្នុងផ្កាយលើមេឃទៅហើយការធ្វើអ្វីមកទល់ម៉ោងនេះគឺថៃបរាជ័យស្ទើរតែទាំងអស់អ្វីត្បិតតែគ្មានការ
ថ្កល់ទោសជាអន្តរជាតិគ្មានការថ្កល់ទោសពីសំណាក់អាស៊ានប្រទេសសប្តាហ៍នេះនៅក្នុងយុគសម័យនៃការធ្វើសកលភាពវូបនីយកម្មក៏មានការពាក់ព័ន្ធគ្នាផ្នែកខាងសេដ្ឋកិច្ចតំណែងដូច្នេះហើយប្រទេសនីមួយៗមុននឹងធ្វើការសម្រេចអ្វីមួយតែងតែគិតពីផលប្រយោជន៍របស់ខ្លួនដែលខ្លួនបានពាក់ព័ន្ធជាមួយនឹងប្រទេសណាមួយដែលជាអ្នកជិតខាងអញ្ចឹងការដែលធ្វើឲ្យមានចំណុចថាមិនក៏គេមានប្រឆាំងជាមួយថៃផងមិនថ្កល់ទោសថៃផងចំណុចនេះគេមានការប្រយ័ត្នប្រយែងហើយនឹងគេរក្សានៅអរិយាប័ត្រគេក្នុងលក្ខណៈថ្នាក់ថ្នមក៏ប៉ុន្តែកុំច្រឡំថាថៃរួចខ្លួនបាទប្រទេសដទៃទៀតនៅក្នុងសហគមន៍អាស៊ាននៅក្នុងសហគមន៍អន្តរជាតិដែលមិនមែនជាតួនាទីផ្ទាល់របស់គេមិនធ្វើក៏ប៉ុន្តែនៅមានអង្គភាពជាអន្តរជាតិច្រើនណាស់ដែលគេនឹងឈានទៅដល់ការថ្កល់ទោសថៃហើយតែគេថ្កល់ទោសហើយគឺវាបាត់បង់នៅចំណុចពីរធំថៃទី1គឺបាត់បង់នៅសម្ព័ន្ធភាពការទូតទី1ទី2បាត់បង់នៅសម្ព័ន្ធភាពជាអន្តរជាតិអាទម្ងន់ទាំងពីរហ្នឹងហើយដែលធ្វើឲ្យប្រទេសថៃដើរទៅមុខមិនរួចចំណុចនេះថៃថាមិនទៅដល់ហ្នឹងទេគឺធ្វើជាបណ្ដាពីព្រោះបើមិនធ្វើជាបណ្ដាទេថៃនឹងឈរមើលនៅចំណុចទន់ជ្រាយរបស់ខ្លួននេះឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កម្ពុជាទាំងស្រុងអត់បានទេត្រូវតែធ្វើប៉ុន្តែការធ្វើនេះជាការផ្សងព្រេងដូច្នេះចំណុចដែលថៃកំពុងតែដើរនៅក្នុងគណៈពេលនេះគឺពឹងផ្អែកទៅលើកងទ័ពទៅលើទាហានហើយទាហានទៀតសោតហ្នឹងក៏បែកបាក់គ្នាទៀតនេះជាចំណុចដែលចង់ជម្រាបថាផ្ទៃក្នុងក៏បែកបាក់កម្លាំងទាហានដែលខ្លួនថាជាកម្លាំងដ៏ប្រសើររបស់ខ្លួនសម្រាប់ការពារទឹកដីនិងការពារគំនិតឃ្លានពានរបស់ខ្លួនហ្នឹងវាផុយរលួយអស់ទៅហើយតើសង្ឃឹមលើថ្ងៃនេះគឺមានវត្តមានแบบជាកិត្តិយសពីររូបដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាពិសេសគឺមានវត្តមានរបស់លោកបណ្ឌិតឈុបបន្ថងដែលលោកគឺជាអ្នកតាមដានដែលហើយនឹងគឺជាអ្នកជំនាញខាងទស្សនវិជ្ជាអរគុណលោកបណ្ឌិតដែលបានចូលរួមវត្តមានរបស់លោកបណ្ឌិតសិនរុនដែលលោកគឺជាអតីតមន្ត្រីជាន់ខ្ពស់បាទការទូតដែលធ្លាប់ធ្វើការនៅប្រទេសថៃក៏ជាអ្នកតាមដាននិងវិភាគស្ថានភាពនយោបាយនៅប្រទេសថៃអរគុណលោកបណ្ឌិតដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សានេះដែរប្រិយមិត្តទស្សនិកជនថ្ងៃនេះប្រធានបទសំខាន់ដែលត្រូវលើកយកមកបាទបង្ហាញជូនបងប្អូនដែលក្នុងដំបូងខ្ញុំក៏សូមបាទសួរទៅលោកបណ្ឌិតឈុបបន្ថនចង់ឲ្យលោកបណ្ឌិតលើកឡើងពីទស្សនៈនៃការមើលឃើញរបស់លោកបណ្ឌិតព្រោះក្នុងនោះចង់ឲ្យលោកដំបូងចង់ឲ្យលោកបណ្ឌិតលើកឡើងថាតើផែនទីបាទគោលការណ៍ច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញាក៏ដូចជាកំណត់ហេតុកំណត់ប្រវត្តិសាស្ត្រផ្សេងដែលកម្ពុជានិងថៃធ្លាប់ធ្វើជាមួយគ្នាពីមុនមកនោះមានជាមួយគ្នារួចស្រេចហើយនោះតើវាមានតម្លៃក៏ដូចជាមានតួនាទីសំខាន់អ្វីខ្លះដើម្បីដោះស្រាយចំនួនព្រំដែនកម្ពុជាថៃដែលបង្កឡើងដោយថៃដូចលោកបណ្ឌិតបាទអរគុណច្រើនលោកសនិទ្ធហើយមុននឹងឆ្លើយសំណួរក៏សូមជម្រាបសួរដល់ឯកឧត្តមលោកជំទាវអរលោកស្រីដែលនិយមតាមដានការផ្សាយ BTV ផងដែរបាទឆ្លើយទៅនឹងសំណួរថាតើផែនទីច្បាប់អន្តរជាតិកំណត់ត្រាប្រវត្តិសាស្ត្រនិងកំណត់ហេតុផ្សេងដែលកម្ពុជានិងថៃធ្លាប់ចុះហត្ថលេខាជាមួយគ្នាកន្លងមកហ្នឹងវាមានប្រយោជន៍អីសម្រាប់ភាគីទាំងពីរជាពិសេសនៅពេលដែលយើងមានចំនួនហ្នឹងប្រកាសណាស់ថាកាលណាយើងនិយាយពីផែនទីគេនិយាយអំពីបើយើងនិយាយថាដីឬប្លង់ដីអញ្ចឹងបាទនេះវាប្លង់ប្រទេសណាប្លង់រឿងប្រទេសអញ្ចឹងហើយប្លង់រឿងនេះបើយើងនិយាយនៅក្នុងប្រទេសយើងមួយថាប្លង់មួយដែលគណៈកម្មការសុរិយោដីក្រសួងដែនដីនឹងគេទទួលស្គាល់ហើយដល់យើងនិយាយផែនទីរបស់យើងនេះវាជាផែនទីមួយដែលបន្សល់តាំងពីសម័យអាណានិគមបារាំងមកម្លេះដែលកាលនោះកម្ពុជាយើងទៅស្ថិតនៅក្រោមការគ្រប់គ្រងឬអាណាព្យាបាលរបស់ប្រទេសបារាំងហើយថៃបច្ចុប្បន្នហ្នឹងកាលនោះជាសៀមណាជាសៀមអញ្ចឹងមានន័យថាព្រំដែនកម្ពុជានិងថៃហ្នឹងគឺថាមានផែនទីរួចហើយមានប្លង់រឿងរួចហើយបាទហើយទី2វាតកតងនឹងច្បាប់យើងដឹងហើយថាគ្មានប្រទេសណាមួយដែលមិនមានច្បាប់ទេក្នុងផ្ទៃក្នុងហើយនៅក្នុងអន្តរជាតិគេមានច្បាប់អន្តរជាតិហើយច្បាប់អន្តរជាតិនេះវាមានច្បាប់អន្តរជាតិដែលគ្របដណ្ដប់ទៅដល់ប្រទេសទាំងអស់ហើយច្បាប់អន្តរជាតិដែលជាកិច្ចព្រមព្រៀងសន្ធិសញ្ញាឬក៏អនុសារណៈនៃការយោគយល់គ្នារវាងប្រទេស2ប្រទេស3ប្រទេស4ដែលគេចងគ្នាអញ្ចឹងច្បាប់ក៏មានប្រយោជន៍ហើយប្រវត្តិសាស្ត្រក៏មានប្រយោជន៍ប្រវត្តិសាស្ត្រវាជាអ្នកកំណត់រឿងរ៉ាវតាំងពីកកើតប្រទេសស្អីហូរហែទាំងអស់ហ្នឹងវានៅហ្នឹងហើយកំណត់ហេតុនានាទាំងអស់ហ្នឹងវាសិតតែមានទូនាទីដែលសំខាន់ហ្នឹងគឺនៅពេលដែលជាពិសេសគឺពេលហ្នឹងតែម្ដងដែលយើងមានចំនួនហ្នឹងគេយកវាមកប្រើជាផុសតាងយកមកប្រើជាមូលដ្ឋានច្បាប់ហ្នឹងអាចថាជាសក្ខីកម្មនានាសម្រាប់នៅពេលដែលភាគីឆ្លោះគ្នាហ្នឹងតើគេយកទៅដោះស្រាយអីយ៉ាងម៉េចបាទអញ្ចឹងបើនិយាយពីតម្លៃនៃផែនទីច្បាប់អន្តរជាតិកំណត់ត្រាប្រវត្តិសាស្ត្រឬកំណត់ហេតុនេះសំខាន់ណាស់ពីព្រោះថាបើសិនជាអត់មានហ្នឹងពេលដែលគូវិវាទឆ្លោះគ្នាមកតែយើងនិយាយផ្ទៃក្នុងវិញណាអ្នកនៅព្រំដីជាប់គ្នាហ្នឹងគាត់ឆ្លោះគ្នាបានអីសម្អាតណាប៉ុន្តែបើមានតែផែនទីតែអត់មានបទដ្ឋានគតិយុត្តអត់មានច្បាប់អីទាំងអស់ហ្នឹងអត់មានផុសតាងអីផ្សេងទៀតក៏ពិបាកដោះស្រាយដែរអត់ដឹងថាដោះស្រាយតាមផ្លូវណាដែរអញ្ចឹងដំណាក់កាលនេះខ្ញុំគិតថាវាជារឿងសំខាន់ណាស់ដែលយើងត្រូវប្រើប្រាស់ទាំងផែនទីទាំងច្បាប់ទាំងផ្សេងៗទាំងអស់ហ្នឹងដើម្បីដោះស្រាយបញ្ហាពីព្រោះថាឥឡូវនេះចាប់ផ្ដើមយើងដឹងហើយថាចំនួនខ្មែរថៃនេះបើយើងថយក្រោយទៅឆ្ងាយបន្តិចថាវាមានតាំងពីមុនសម័យបារាំងបីដដើមគ្នាទៅរហូតដល់សម័យបារាំងបាទសម័យបារាំងហ្នឹងក៏ពេលបារាំងចេញទៅហ្នឹងក៏បានបែងចែកអីច្បាស់លាស់មានផែនទីមានខ្សែបន្ទាត់
xong bật chạy lần vinh mà bong ôn dương thọ bạn sẽ đáp hay tha để mình trong gì một lục sân thật lòng đứng nữa miền đây tha mày miền đây tha sai bản toàn prom đan Campuchia Thái nó cứ chia sai bản toàn prom đan on rạ chiết rồi sai từ hơi mà rồi sai từ hơi chẳng vía chia mùi than rừng mó mà tụi bay thà Thái sau tháng ngày mà trong màu chi liên piên tận đam căn cặp show chương ấy cái đó mình thấy bị bạ đừng rơi tranh pi mùi than cho bạn đó chẳng thấy đấy Campuchia rồi ngàyนี้ยังเคยថាកំពុងតែប្រើប្រាស់មូលដ្ឋានទាំងអស់ហ្នឹងដើម្បីដោះស្រាយបញ្ហានេះជាមួយថៃដោយមិនចង់ប្រើប្រាស់កម្លាំងបាយទេបាទអញ្ចឹងខ្ញុំសូមប៉ុណ្្នឹងបាទជាប់ជាមួយនឹងដែរទៅលោកបណ្ឌិតដដែលព្រោះលោកបណ្ឌិតបានមានប្រសាសន៍ថាវាសំខាន់ណាស់ជាពិសេសកម្ពុជានិងថៃដែលកំពុងតែមានបញ្ហាទាំងផែនទីទាំងគោលការណ៍ច្បាប់អន្តរជាតិកំណត់ហេតុផ្សេងឬក៏ MOU ឬក៏អនុសញ្ញាសន្ធិសញ្ញាដែលទទួលស្គាល់ជាអន្តរជាតិគឺពិតជាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរជាពិសេសក្នុងអំឡុងពេលដែលមានបញ្ហាហ្នឹងចុះបើសិនជាមានចឹងហើយដូចថៃសពថ្ងៃគាត់នៅតែបំពេញច្បាប់អន្តរជាតិគាត់នៅតែបំពេញតើថៃធ្វើនឹងចំណេញអ្វីដែរហើយចុះអាចទៅរួចទេហើយបើសិនជាថៃនៅបន្តចឹងតើថៃនឹងអាចប្រឈមទៅនឹងការរិះគន់ក៏ដូចជាក្នុងកសែផ្នែកអន្តរជាតិយ៉ាងម៉េចដែរលោកបណ្ឌិតបាទខ្ញុំសូមបញ្ជាក់ឡើងវិញថាយើងមានប្រវត្តិសាស្ត្រជាមួយគ្នាបាទយើងមានផែនទីយើងមានកិច្ចព្រមព្រៀងមានសន្ធិសញ្ញាអនុសញ្ញាទាំងអស់ហ្នឹងច្បាប់ទាំងអស់ហ្នឹងច្បាប់ខ្លះគឺនិយាយដោយឡែកនៃការបែងចែកការព្រមព្រៀងរវាងកម្ពុជានិងថៃហើយច្បាប់ផ្សេងទៀតគេចង្អុលបង្ហាញថាបើសិនជាប្រទេសទាំងអស់ហ្នឹងមានព្រំដែនជាប់គ្នាមានកិច្ចព្រមព្រៀងមានសន្ធិសញ្ញាមានផែនទីឲ្យមិនគោរពទៅដោះស្រាយយ៉ាងម៉េចឃើញទេអញ្ចឹងវាមានច្បាប់មួយផ្ទាល់រវាងប្រទេសទាំងពីរច្បាប់មួយគេចង្អុលបង្ហាញគេថាប្រើអំណាចមិនកាត់ក្តីមិនសម្រាប់នៅពេលដែលប្រទេសទាំងពីរនោះមានស្អីអស់ហើយមិនព្រមគោរពឬក៏មានការរំលោភបំពានឈ្លានពានគ្នាអញ្ចឹងសំណួរទី2នេះសួរថាចុះថៃដែលមិនមែនមិនដឹងទេណាមិនមែនមិនដឹងថាដែលសំណួរលោកសនិទ្ធសួរថាផែនទីច្បាប់អន្តរជាតិកំណត់ត្រាប្រវត្តិសាស្ត្រកំណត់ហេតុឬក៏ស្អីទាំងអស់ហ្នឹងសំខាន់មិនមែនថៃមិនដឹងមិនមែនថៃមិនដឹងទេព្រោះថៃគេមានធនធានមនុស្សច្រើនណាបាទប៉ុន្តែសួរថាហេតុអីបានជាថៃនៅតែធ្វើបានធ្វើចំណេញអីបាទចំណេញអីណាសួរថាបើនិយាយថាចំណេញអីខ្ញុំគឺមើលទៅទោះបីខ្ញុំមិនមែនអ្នកច្បាប់តែខ្ញុំអ្នកទស្សនវិជ្ជាខ្ញុំអ្នកតាមដានខ្ញុំដឹងថាថៃមិនបានចំណេញអីតរសោះលើផ្នែកច្បាប់ឬក៏ទៅលើសិទ្ធិស្របច្បាប់នៅក្នុងការកាន់កាប់ហ្នឹងអត់បានអីទេប៉ុន្តែថៃធ្វើបានអីបាទថៃធ្វើហ្នឹងខ្ញុំមើលថាទី1គាត់ធ្វើទៅគាត់គិតថាបានគេហៅថាផលប្រយោជន៍នយោបាយក្នុងស្រុកបាទពេលដែលធ្វើយើងឃើញអ្នកដែលចង់បានប្រជាប្រិយភាពចង់បានឲ្យប្រជាពលរដ្ឋគ្រប់គ្រងជាពិសេសគឺអ្នកគ្រប់គ្រងដែលជាពួកជ្រុលនិយមហ្នឹងត្រូវតែឈ្លានពានខ្មែរទៅប្រទេសជិតខាងទៅធ្វើអីចឹងគាត់អាចបានផលប្រយោជន៍សម្រាប់នយោបាយទីក្នុងរបស់គាត់ទី2ខ្ញុំមើលទៅថៃអាចថាគាត់ចង់ចូលមកធ្វើមិនឈ្លានពានយកឲ្យបានកាន់កាប់ជាក់ស្ដែងបាទពេលតែកាន់កាប់ជាក់ស្ដែងយើងតវ៉ាចោលស្អីទៅគាត់គិតថាអាចនឹងមានការជជែកមានការចរចាជាថ្មីលើសពីអ្វីដែលធ្លាប់មានដែលយើង MOU ឆ្នាំ2000 2001ឬក៏កិច្ចព្រមព្រៀងផ្សេងៗហ្នឹងគាត់គិតថាអាចនឹងគាត់ធម្មតាគាត់បង្កើតយើងឃើញណាគាត់យើងមានផែនទី1លើ200,000រួចហើយគាត់យកផែនទី1លើ50,000បាទអញ្ចឹងគាត់គិតថាបើជជែកគ្នាទៅអាចនឹងរកឃើញថាមានតំបន់ត្រួតស៊ីគ្នាអញ្ចឹងចរចាថ្មីទៅកែងលោបានប្រយោជន៍អីមួយទៅជាផលប្រយោជន៍រួមឬក៏អាចថាដូចជាកន្លងមកក៏ភាគីថៃហ្នឹងទាមទារឲ្យខ្មែរយើងហ្នឹងបើកប្រាសាទព្រះវិហារដោយមានតំណែងទំនងអីជាមួយចែកផលប្រយោជន៍ជាមួយថៃហ្នឹងក៏មានដែរឃើញទេអញ្ចឹងគោលបំណងគេថាបើសិនជាមិនបានទៅថៃក៏បានទៅជាតំបន់ត្រួតស៊ីគ្នាឬតំបន់មួយដែលអាចអភិវឌ្ឍរួមគ្នាចែកផលប្រយោជន៍គ្នាអីជាដើមហ្នឹងស្អាតតែស្អីដែលថៃធ្វើហើយសួរថាចុះបានអីទៀតខ្ញុំមើលទៅថៃធ្វើក្រៅតែពីចំណុច2ដែលខ្ញុំលើកហ្នឹងខ្ញុំមើលទៅដូចជាមិនបានចំណុចវិជ្ជមានអីទេមានតែបរទេសគេស្កោលទោសប៉ុន្តែស្កោលទោសរបៀបនេះគឺស្កោលទោសដោយប្រយោលពីព្រោះហេតុអីបានខ្ញុំប្រើពាក្យថាស្កោលទោសដោយប្រយោលពីព្រោះថាមកដល់ពេលនេះអត់ទាន់មានសូម្បីតែប្រទេសក្នុងអាស៊ាននេះដូចជាមានឡាវមួយបានចេញសេចក្តីថ្លែងការណ៍យ៉ាងស្រាលហើយក្រៅពីហ្នឹងអត់ទាន់មានអ្នកណាចេញស្កោលទោសដោយចំហដោយចំទេប៉ុន្តែនៅក្នុងចិត្តនៅក្នុងទស្សនៈនៅក្នុងគំនិតរបស់គេស្កោលទោសឲ្យថៃប៉ុន្តែគាត់ថាប្រទេសទាំងអស់ហ្នឹងគេនៅថ្នាក់ថ្នមគេនៅថៃរសារវាមានតំណែងផលប្រយោជន៍ឬក៏គោលការណ៍របស់អាស៊ាននេះជាដើមវានៅហ្នឹងអញ្ចឹងมันមានន័យថាគេមិនស្កោលទោសទេហើយជាពិសេសគឺមហាជននៃប្រទេសជិតខាងប្រទេសនានានៅលើពិភពលោកគេនឹងស្កោលទោសប៉ុន្តែគាត់ថាមិនទាន់ចេញជាលក្ខអក្សរឬចេញជាចំហនេះអញ្ចឹងហើយនៅពេលដែលថៃនៅតែក៏ក្លឿនមិនគោរពគោលការណ៍ច្បាប់អន្តរជាតិទាំងអស់ហ្នឹងគេមើលមកឃើញថាអូថៃមិនគួរទុកចិត្តទេទោះបីជាមានផែនទីមានច្បាប់អន្តរជាតិមានកំណត់ត្រាវត្តសាស្ត្រមានកំណត់ហេតុមាន MOU មានសន្ធិសញ្ញានោះសញ្ញាឯងក៏ថៃមិនគោរពដែរអញ្ចឹងគេអាចនឹងដកសេចក្តីទុកចិត្តថាតើគួរចង់សម្ព័ន្ធគួររស់ស៊ីជាមួយគាត់គួរបដាក់ទុនជាមួយគាត់គួរធ្វើអីជាមួយគាត់ទៀតហើយលើពីនេះទៀតប្រទេសជិតខាងក្បែរថៃហ្នឹងក្រៅពីកម្ពុជាហ្នឹងដែលមានព្រំដែនជាប់ថៃក៏គេចាប់ផ្ដើមពិចារណាថាតើគួរតែប្រុងប្រយ័ត្នយ៉ាងម៉េចជាមួយថៃបើអេរយាប័តក៏ឃ្លឿនបែបហ្នឹងឃើញទេអញ្ចឹងរឿងដែលថៃបានគឺអវិជ្ជមានច្រើនជាង
ជាងវិជ្ជមានហើយការដែលគាត់ក៏ឃ្លឿនបែបហ្នឹងគាត់ធ្វើបែបហ្នឹងយើងឃើញស្វ័យច្បាត់តែគាត់មានសេដ្ឋកិច្ចល្អជាងលើសខ្មែរបកកាយជាងខ្មែរប៉ុន្តែការបិទព្រំដែននេះមិនមែនថៃមិនខាតទេខ្ញុំមិនចាំតួលេខប៉ុន្តែថៃខាតច្រើនដែរកម្ពុជាក៏ប៉ះពាល់តែថៃក៏ប៉ះពាល់ច្រើនដែរបាទក៏ប៉ះពាល់ច្រើនដែរអញ្ចឹងរឿងដែលថៃបានខ្ញុំគិតថាអវិជ្ជមានច្រើនជាងវិជ្ជមានបាទអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងអរគុណលោកបណ្ឌិតបាទដល់នេះខ្ញុំដាក់សំណួរទៅកាន់លោកបណ្ឌិតសិនសរិនវិញម្ដងដែលលោកគឺជាអតីតមន្ត្រីការទូតដែលធ្លាប់ធ្វើការនៅប្រទេសថៃហើយជាអ្នកតាមដាននយោបាយនៅថៃហើយក៏ជាអ្នកធ្លាប់ធ្វើការនឹងស៊ីជម្រៅនៅក្នុងប្រទេសថៃដែរលោកបណ្ឌិតពាក់ព័ន្ធទៅនឹងអំបញ្ញមិញសំណួរដែលខ្ញុំបានដាក់ទៅជូនបាទលោកបណ្ឌិតឆាប់បន្ថនក៏មិនខុសគ្នាដែរគឺពាក់ព័ន្ធទៅនឹងផែនទីដែលទទួលស្គាល់ជាអន្តរជាតិកំណត់ត្រាប្រវត្តិសាស្ត្របាទរួមនឹងកំណត់ហេតុផ្សេងៗសិទ្ធិសញ្ញាអនុសញ្ញាក្តីចុះបើលោកបណ្ឌិតបានលើកឡើងអំបញ្ញមិញថាមិនមែនថាថៃមិនដឹងទេថៃក៏មានធនធានមនុស្សច្រើនដែរគឺដឹងច្បាស់ប៉ុន្តែថៃនៅតែធ្វើដោយបំពេញអញ្ចឹងការបំពេញនេះតើថៃអាចធ្វើទៅរួចទេលោកបណ្ឌិតហើយថៃអាចចំណេញអ្វីហើយថៃនឹងអាចប្រឈមជាមួយនឹងអន្តរជាតិយ៉ាងម៉េចដែរចំពោះការដែលមិនគោរពទាំងច្បាប់អន្តរជាតិឬក៏ឯកសារគតិយុត្តដែលមានស្រាប់ធ្លាប់បាទគេថាអនុវត្តនិងធ្លាប់ព្រមព្រៀងជាមួយនឹងកម្ពុជានៅលោកបណ្ឌិតបាទសូមអរគុណចំពោះសំណួរនេះជាសំណួរដែលមានសារៈសំខាន់ហើយលោកជុតបន្ថងគាត់បានបកស្រាយគួរជាទីសម្រាប់រួចមកហើយបាទខ្ញុំក៏មានចំណុចខ្លះទៀតនឹងបន្ថែមទៅលើអ្វីដែលបានកើតឡើងនៅក្នុងពេលដែលយើងកំពុងតែមានបញ្ហាប្រឈមបញ្ហាព្រំដែនបាទដូច្នេះខ្ញុំសូមត្រឡប់ទៅជម្រាបជូនថាចំណុចអ្វីដែលថៃបំផុសឡើងដើម្បីទាមទារឲ្យមានការប្រើប្រាស់ផែនទីថ្មីតាមការគិតទុករបស់ខ្លួនហើយមិនទទួលយកផែនទី1លើ200,000បាទមានចំណុចអីបានទៅដល់ចំណុចហ្នឹងព្រោះបាញ់មិញយើងដឹងហើយថាថៃមានអ្នកប្រាជ្ញច្រើនមានធនធានមនុស្សច្រើនដែលអាចយល់ដឹងអំពីបញ្ហាផ្សេងពាក់ព័ន្ធជាមួយនឹងអនុសញ្ញាពាក់ព័ន្ធជាមួយនឹងសន្ធិសញ្ញាពាក់ព័ន្ធជាមួយនឹងអនុសារណៈនៃការយោគយល់គ្នាជាដើមគឺមានអ្នកយល់ដឹងច្រើនក៏ប៉ុន្តែហេតុអ្វីក៏នៅតែបំពេញមកលើអ្វីដែលមានស្រាប់មិនព្រមទទួលស្គាល់ឥឡូវនេះខ្ញុំសូមលើកយកពីបញ្ហាថាហេតុអីបានថៃមកគិតរបៀបនេះហើយធ្វើគឺថៃបានកលៃនៅខ្លឹមសារពិតនៃការគូផែនទីរបស់បារាំងសៀមនៅក្នុងសម័យដែលកម្ពុជាយើងស្ថិតនៅក្រោមអាណាព្យាបាលបារាំងសេសឬមួយក៏ស្ថិតនៅក្រោមអាណានិគមបារាំងសេសហ្នឹងគេថាកាលដែលធ្វើអំបញ្ញកាលដែលធ្វើកាលនោះគឺធ្វើឡើងដោយអ្នកប្រាជ្ញថៃហ្នឹងតិចតួចណាស់យល់ដឹងពីបញ្ហាផែនទីបាទនេះជាសម្ដីពិតដែលថៃកំពុងតែបញ្ជ្រាបទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនដែលមានគំនិតជ្រុលនិយមចង់ឈ្លានពានកម្ពុជាគេប្រាប់បញ្ជាក់ថាចុះបើសិនណាជាគ្មានអ្នកប្រាជ្ញច្រើនពាក់ព័ន្ធជាមួយផែនទីហើយតែទុកចិត្តបារាំងរបៀបនេះធ្វើឲ្យថៃបានរងការបោកបញ្ឆោតពីបារាំងសេសបាទចំណុចនេះគេលើកឡើងជាទូទៅថាយ៉ាងម៉េចនេះគេបំផុសនៅក្នុងប្រទេសថៃរបស់គេនឹងតែម្ដងប្រើប្រាស់ជាភាសាថៃសរសេរភាសាថៃផ្សព្វផ្សាយនៅក្នុងព័ត៌មានថៃដើម្បីបញ្ជ្រាបទៅកាន់ប្រជាពលរដ្ឋទាំងអស់ហ្នឹងក្រោមបរិយាកាសមួយថាក្នុងអតីតកាលនោះគឺប្រជាជនថៃបានចាញ់បោកចាញ់កលបារាំងសេសដោយសារបារាំងសេសកាលនោះគឺជាម្ចាស់អាណានិគមនៅក្នុងឥណ្ឌូចិនចុះហេតុអ្វីថៃបច្ចុប្បន្ននេះមកត្រូវចាញ់បោកកម្ពុជាចាញ់បោកបារាំងម្ដងហើយនៅក្នុងសម័យអតីតកាលជាង100ឆ្នាំមុនឥឡូវនេះបើយើងមិនសើរើអានឹងឡើងវិញទេយើងនឹងត្រូវចាញ់បោកកម្ពុជាក្នុងពេលបច្ចុប្បន្នចំណុចពីរនេះវាតកតងគ្នាបែបនេះបានធ្វើឲ្យមានចរន្តផុសឡើងមកបន្ទុះសារាយនៅតាមព្រំដែនដើម្បីទាមទារឲ្យមានការរុះរើចេញនៅអ្វីដែលជាការសម្រេចក្នុងលក្ខណៈជាគតិយុត្តជាអន្តរជាតិរួចទៅហើយហ្នឹងគាត់មានការបំផុសថាចាញ់បោកម្ដងហើយគឺក្នុងសម័យអាណានិគមឥឡូវនេះយើងរឿងអីមកចាញ់បោកខ្មែរដែលជាប្រទេសតូចមួយគ្មានកម្លាំងយោធាគ្រប់គ្រាន់គ្មានអ្នកចេះដឹងគ្រប់គ្រាន់ហើយរហូតដល់មើលថោកថាយើងនឹងមានអ្នកសំទានមានអីច្រើនអញ្ចឹងទៀតផ្សំមកគឺគេថាគេសម្រេចចិត្តគឺមិនទទួលយកផែនទី1លើ2,000គេយកផែនទី1លើ50,000ក៏ប៉ុន្តែចំណុចទូចច្រើនទៀតដែលយើងឃើញថាបើសិនណាជាថៃប្រកាសជាងាកទៅយកផែនទី1លើ50,000មកធ្វើជាគោលក្នុងការបកស្រាយទៅកាន់សហគមន៍អន្តរជាតិនៅក្នុងវិធីការច្បាប់ក្នុងការតតាំងគ្នានៅលើផ្លូវច្បាប់ជាអន្តរជាតិគឺថៃគេមានចំណុចរបស់គេមួយគេថាគេមិនទទួលស្គាល់នៅសេចក្តីសម្រេចណាដែលប៉ះពាល់អធិបតេយ្យរបស់ថៃគឺមិនទទួលស្គាល់ទេបាទសូម្បីតែនៅក្នុងដំណើរការដែលយើងចូលទៅក្នុងនីតិវិធីផ្សះផ្សាដោយបង្ខំនេះនៅក្នុង compulsory consolidation នេះថៃបានសេស្រេចនៅក្នុងនោះពេលដែលចូលនឹងថាអ្វីក៏ដោយដែលជាការសម្រេចនៅក្នុងច្បាប់ UNCLOS ថៃអត់ទទួលស្គាល់ទេនៅក្នុងករណីទាំងអស់ដែលចេញមកធ្វើឲ្យប៉ះពាល់អធិបតេយ្យរបស់ថៃបាទថ្ងៃក្រោយខ្ញុំនឹងអានសេចក្តីសម្រេចរបស់ថៃដែលបានដាក់ចូលនៅក្នុងកម្មវិធីក្រោយបាទខ្ញុំស្រង់យកមកអស់ហើយថាតើថៃថាម៉េចនៅក្នុងពេលដែលខ្លួនចូលជាភាគីនៃសន្ធិសញ្ញា UNCLOS ចូលជាភាគីនៃរដ្ឋសមាជិក UNCLOS ហើយហ្នឹង
បានសរសេរស្រេចថាមិនទទួលស្គាល់ហើយដូច្នេះការមិនទទួលស្គាល់ច្បាប់អន្តរជាតិការមិនទទួលស្គាល់សេចក្តីសម្រេចណាមួយមានលក្ខណៈជាអន្តរជាតិមិនមែនទៅតែនឹងជួបជាមួយនឹងរឿងព្រះវិហារទេក្រោយពីបរាជ័យនៅក្នុងឆ្នាំ1912ថៃបានត្រៀមលក្ខណៈច្រើនណាស់ពាក់ព័ន្ធជាមួយច្បាប់អន្តរជាតិគឺអត់ទទួលស្គាល់ទាំងអស់អត់ទទួលស្គាល់ទេឲ្យតែប៉ះពាល់អធិបតេយ្យគឺមិនទទួលស្គាល់ទេខាត់ដូច្នេះចំណុចនេះហើយដែលធ្វើឲ្យយើងឃើញថាថៃកំពុងតែក៏ឃ្លើនភ្លេចគិតពីអ្វីដែលជាផលអវិជ្ជមានភ្លេចគិតពីផលវិបាកដែលនឹងចេះសាច់មកលើប្រទេសថៃវិញក្នុងពេលដែលថៃបាច់អង្កាមច្រាស់ខ្យល់របៀបនេះគឺនៅក្នុងច្បាប់អន្តរជាតិគេបានលើកឡើងហើយថានេះខ្ញុំនិយាយជាភាសាឡាតាំងបាទគេថា Pacta sunt servanda ជាភាសាឡាតាំងភាសាអង់គ្លេសថា agreement must be kept ប្រែមកថាកិច្ចព្រមព្រៀងត្រូវតែគោរពនិងអនុវត្តតាមហើយសួរថាតើថៃមានអ្នកប្រាជ្ញដែរមានអ្នកច្បាប់អន្តរជាតិដូចគ្នាដែរយើងក៏មានគេក៏មានហេតុអីក៏មិនមើលចំមកប្រធានបទនឹងមើលចំចំណុចដែលគេលើកឡើងថា Pacta sunt servanda មិនក៏មិនមើលក៏ប៉ុន្តែវាផ្ទុយជាមួយនឹងឆន្ទៈមួយដែលគេថាមិនទទួលស្គាល់ទេអ្វីដែលជាការសម្រេចប៉ះពាល់អធិបតេយ្យរបស់ថៃមិនទទួលស្គាល់ចំណុចនេះហើយចំណុចធ្វើឲ្យថៃនឹងឯងវាស្ថិតនៅក្នុងរូបភាពមួយគេហៅថាជារូបភាពចម្រូងចម្រាសគ្រប់ជ្រុងទាំងអស់តែម្ដងបាទការធ្វើអ្វីមកទល់មកនេះគឺថៃបរាជ័យស្ទើរតែទាំងអស់អ្វីត្បិតតែគ្មានការថ្កោលទោសជាអន្តរជាតិគ្មានការថ្កោលទោសពីសំណាក់អាស៊ានប្រទេសសប្តាហ៍នេះនៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មវាមានការពាក់ព័ន្ធគ្នាផ្នែកខាងសេដ្ឋកិច្ចតំណែងដូច្នេះហើយប្រទេសនីមួយៗមុននឹងធ្វើការសម្រេចអ្វីមួយតែងតែគិតពីផលប្រយោជន៍របស់ខ្លួនដែលខ្លួនបានពាក់ព័ន្ធជាមួយនឹងប្រទេសណាមួយដែលជាអ្នកជិតខាងអញ្ចឹងការដែលធ្វើឲ្យមានចំណុចថាមិនក៏គេមិនប្រឆាំងជាមួយថៃផងមិនស្គាល់ទោសថៃផងចំណុចនេះគេមានការប្រយ័ត្នប្រយែងហើយនឹងគេរក្សានៅអរិយាប័ត្រគេក្នុងលក្ខណៈថ្នាក់ថ្នមក៏ប៉ុន្តែកុំច្រឡំថាថៃរួចខ្លួនបាទប្រទេសដទៃទៀតនៅក្នុងសហគមន៍អាស៊ាននៅក្នុងសហគមន៍អន្តរជាតិដែលមិនមែនជាតួនាទីផ្ទាល់របស់គេមិនធ្វើក៏ប៉ុន្តែនៅមានអង្គភាពជាអន្តរជាតិច្រើនណាស់ដែលគេនឹងឈានទៅដល់ការស្គាល់ទោសថៃហើយតែគេស្គាល់ទោសហើយគឺវាបាត់បង់នៅចំណុចពីរធំថៃទី1គឺបាត់បង់នៅសម្ព័ន្ធភាពការទូតទី1ទី2បាត់បង់នៅសម្ព័ន្ធភាពជាអន្តរជាតិអាទម្ងន់ទាំងពីរហ្នឹងហើយដែលធ្វើឲ្យប្រទេសថៃដើរទៅមុខមិនរួចចំណុចនេះថៃថាមិនទៅដល់ហ្នឹងទេគឺធ្វើជាបណ្ដាពីព្រោះបើមិនធ្វើជាបណ្ដាទេថៃនឹងឈរមើលនៅចំណុចទន់ជ្រាយរបស់ខ្លួននេះឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កម្ពុជាទាំងស្រុងអត់បានទេត្រូវតែធ្វើប៉ុន្តែការធ្វើនេះជាការផ្សងព្រេងដូច្នេះចំណុចដែលថៃកំពុងតែដើរនៅក្នុងគណៈពេលនេះគឺពឹងផ្អែកទៅលើកងទ័ពទៅលើទាហានហើយទាហានទៀតសោតហ្នឹងក៏បែកបាក់គ្នាទៀតបាទតាមព័ត៌មានផ្ទៃក្នុងរបស់ថៃគឺទាហានបែកបាក់គ្នាទាំងអស់បើអញ្ចឹងសួរថាចុះបែកបាក់ហ្នឹងខ្ញុំដឹងពីណាមកខ្ញុំមានទៀតហើយក៏អីលោកមើលថាសង្គ្រាមពីរលើកជាសង្គ្រាមឈ្លានពានរបស់ថៃដឹកនាំដោយមេឈ្លានពានដ៏សំខាន់មួយគឺប៊ុនស៊ិនផាត់ក្លាងទៀមទាចង់បានតំណែងធំជាងបច្ចុប្បន្នណាឆ្ងាយណាស់បច្ចុប្បន្នកាលនោះក្នុងន័យថាបច្ចុប្បន្នកាលនោះគាត់ធ្វើជាមេបញ្ជាការភូមិភាគទី2ក៏ប៉ុន្តែមិនស្កប់ចិត្តទេគាត់ស្កប់ចិត្តមកបន្ទុះសារាជាមួយកម្ពុជាយើងចាប់ផ្ដើមវាយប្រហារមកលើកម្ពុជាយើងចេញពីចំណុចប្រាសាទតំណធំទៅពីរលើកហ្នឹងពេលនោះគឺថាវេទិកាច្រើនណាស់នៅក្នុងប្រទេសថៃទាំងអស់តាមសាលារៀនតាមសហគមន៍ផ្សេងដែលមានការជួបជុំគ្នាច្រើនគឺប៊ុនស៊ិនផាត់ខ្លាំងបជ្រាបទាំងអស់ពាក់ព័ន្ធជាមួយនឹងការចង់បានទឹកដីខ្មែរដោយឈរលើផែនទី1លើ50ប៉ុនដែលជាផែនទីខុសច្បាប់បាទឥឡូវនេះផែនទីក៏ដោយស្អីក៏ដោយដែលប៊ុនស៊ិនផាត់ខ្លាំងអាងវាស្ថិតនៅក្នុងកញ្ចប់មួយដែលគ្មានប្រយោជន៍ចំពោះប៊ុនស៊ិនផាត់ខ្លាំងទៅហើយប៊ុនស៊ិនផាត់ខ្លាំងទៅបួសហើយសំងំនៅក្នុងវត្តអត់ចេញជួបចរចាជាមួយអ្នកណាទាំងអស់បើប្រសិនណាជាយើងថាបើសិនណាជាថៃមិនមានបែកបាក់គ្នាក្នុងកងទ័ពទេហេតុអីប៊ុនស៊ិនផាត់ខ្លាំងធ្វើសង្គ្រាមចប់ពីរលើកជាមួយកម្ពុជារត់ទៅបួសមិនជួបជាមួយនឹងពុទ្ធបរិស័ទហើយផ្ដល់អំណះអំណាងមកថាបួសនេះដើម្បីផ្ដល់កុសលជូនទៅដល់កងទ័ពដែលបានបាត់បង់ជីវិតអ្នកទទួលស្គាល់ថាអ្នកត្រូវបានបាត់បង់ជីវិតនៅលើសមរភូមិជាមួយកម្ពុជាអ្នកឯងចាញ់អ្នកឯងត្រូវយកលក្ខការមកនិយាយកងទ័ពគេអត់មានមកនិយាយចឹងកើតទេប៉ុន្តែអ្នកឯងមកបួសដើម្បីផ្សងកុសលយកទៅឲ្យកងទ័ពស្លាប់ហ្មងអ្វីដែលប៊ុនស៊ិនផាត់ខ្លាំងលើកមកនេះបង្ហាញថាប៊ុនស៊ិនផាត់ខ្លាំងកំពុងតែជាប់អន្ទាក់មួយនៅក្នុងសង្គមរបស់ថៃដែលកងទ័ពបែកបាក់គ្នាដូច្នេះការដែលថៃកំពុងតែព្យាយាមមិនគោរពច្បាប់អន្តរជាតិមិនគោរពសេចក្តីសម្រេចនៅលើបទដ្ឋានគតិយុត្តទាំងអស់ដែលជាលក្ខណៈអន្តរជាតិយកកម្លាំងទាហានទៅប្រើកម្លាំងទាហានក៏បែកគ្នាច្រើនទៀតដូច្នេះយើងមើលសម្ដីមេបញ្ជាការភូមិភាគ2មេបញ្ជាការភូមិភាគ1
មេបញ្ជាការកងទ័ពជើងទឹករបស់ថៃពេលបច្ចុប្បន្ននេះពុកម៉ងនេះគឺនាយកត្រង់ទាំងអស់អញ្ចឹងតើការដើរនៅលើផ្លូវមួយដែលឆ្ពោះទៅរកការឈ្លានពានកម្ពុជាហើយបានកំណត់តាមលោកឆៃព្រឹកដួងប្រផាត់ថាឲ្យបំបាក់ខ្នងកម្ពុជាបំបាក់ចកេះកម្ពុជាកុំឲ្យងើបរួចហាក់ដូចជាស្ថិតនៅក្នុងផ្កាយលើមេឃទៅហើយនេះជាចំណុចដែលចង់ជម្រាបថាផ្ទៃក្នុងក៏បែកបាក់កម្លាំងទាហានដែលខ្លួនថាជាកម្លាំងដ៏ប្រសើររបស់ខ្លួនសម្រាប់ការពារទឹកដីនិងការពារគំនិតឃ្លានពានរបស់ខ្លួននឹងវាផុយរលួយអស់ទៅហើយតើសង្ឃឹមលើអ្វីសុំកាត់លោកបណ្ឌិតបន្តិចព្រោះលោកបណ្ឌិតចេះទាំងភាសាថៃលោកបណ្ឌិតជាអ្នកតាមដានមានអ្នកប្រាជ្ញមានអ្នកចេះថៃបារម្ភទេពីលើផ្នែកផ្លូវច្បាប់ជាមួយនឹងកម្ពុជាសពថ្ងៃនេះលោកបណ្ឌិតបាទអ្នកច្បាប់ទាំងអស់នៅក្នុងប្រទេសថៃអ្នកច្បាប់ទាំងអស់តែម្ដងមានការព្រួយបារម្ភជាទីបំផុតចំពោះសមរភូមិមួយដែលថៃកំពុងតែចូលក្នុងសមរភូមិចុងក្រោយថៃមានសមរភូមិ3កំពុងតែក្តៅកគុកសមរភូមិទី1គឺសមរភូមិកាទូសមរភូមិទី2គឺសមរភូមិពាក់ព័ន្ធទៅជាមួយនឹងវេទិកានៃសារព័ត៌មានទាំងអស់ដែលកម្ពុជាធ្វើបានស្រេចទាំងអស់វាយថ្ងៃដឹងភ្លាមមិនទាន់បានមកផងទៅដល់សហគមន៍អន្តរជាតិគេដឹងភ្លាមបាទថៃធ្វើអត់បានទេទាំងការទូតក៏ធ្វើអត់បានទាំងទំនាក់ទំនងជាសម្ព័ន្ធភាពក៏ធ្វើមិនបានក្នុងការផ្ដល់ព័ត៌មានទៅកាន់មតិសាធារណៈលើសកលលោកក៏អត់បានមកទល់ម៉ោងនេះយើងឃើញថាថៃសមរភូមិ2ហ្នឹងគឺដួលរួចទៅហើយឥឡូវនេះសមរភូមិក្រោយមួយចុងក្រោយបំផុតនេះសមរភូមិពាក់ព័ន្ធទៅជាមួយនឹងការចូលនៅក្នុងនីតិវិធីផ្សះផ្សាបង្ខំ compulsory conciliations គាត់កំពុងតែពិបាកចិត្តខ្លាំងណាស់ពិបាកចិត្តហើយគេអ្នកទាំងអស់ដែលជាអ្នកច្បាប់តែងតែមានការព្រួយបារម្ភនិយាយយ៉ាងទូលំទូលាយថាថៃកំពុងតែដើរខុសផ្លូវហើយបាទចុះបើគេបារម្ភពីច្បាប់លោកទៅសុំបន្ថែមលោកទៅទៀតចុះហេតុអ្វីក៏បានជាខាងកម្លាំងក៏ដូចជាយោធាថៃចេះតែបង្កហេតុម្ដងហើយម្ដងទៀតចង់ឲ្យផ្ទុះសង្គ្រាមជាថ្មីមួយកម្ពុជាលោកថៃធ្វើដោយសម្ដែងថាខ្លួនចង់ឆ្លោះជាមួយកម្ពុជាហៅកម្ពុជាឲ្យវាយចូលមកបើថាចង់ឆ្លោះជាមួយថៃនិយាយពាក្យពេចន៍គំរោះគំរើយចោតប្រកាន់ចាក់ដោតកម្ពុជាឲ្យផ្ទុះសង្គ្រាមជាដើមតាមពិតថៃអត់ហ៊ានធ្វើទាំងអស់អត់ហ៊ានធ្វើទាំងអស់ពីព្រោះអីពីព្រោះថៃធ្វើកាយវិការហាក់ដូចជាខ្លាំងហាក់ដូចជាមានកងទ័ពដល់ទលំទលាយមួយចង់កញ្ជិចកម្ពុជាមកណាក៏បានដើម្បីអ្វីយកចំណុចទាំងអស់ហ្នឹងទៅបញ្ជ្រាបឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងតែព្រួយបារម្ភពាក់ព័ន្ធទៅជាមួយនឹងការបាត់បង់នៅកោះគុតកោះគុជយើងហៅថាកោះគុជគេហៅថាកោះគុតពីព្រោះគេពិនិត្យមើលទៅសូម្បីតែអ្នកប្រាជ្ញនៅក្នុងប្រទេសថៃខ្លួនឯងហ្នឹងក៏ថាចាញ់កម្ពុជាហើយចាញ់កម្ពុជាហើយអ្នកឯងលុប MOU លេខ44ឬហៅថា2001នេះកំពុងចាញ់កម្ពុជាហើយការកក្រើករំពើនៅការបាត់បង់កោះគុតបានធ្វើឲ្យថៃក្តៅក្រហាយមួយថ្ងៃទៅមួយថ្ងៃជ្រួលជ្រើមរកវិធីទម្លាក់រដ្ឋាភិបាលលោកអានស៊ីនឆានវីរគុណរកមធ្យោបាយជេរស្ដីទៅលើអ្នកដឹកនាំរបស់ប្រទេសថៃជាច្រើនតំណាក់ជាកត្តាធ្វើឲ្យថៃនៅមិនស្ងៀមមកបន្ទុះសារាយតាមព្រំដែនដើម្បីបង្វែរទស្សនៈទានរបស់ថៃទាំងអស់ហ្នឹងមកទម្លាក់ចោលនៅតាមព្រំដងរែកទាំងអស់បាទចាប់តាំងពីភាសាព្រះវិហារឥឡូវបើយើងនិយាយពីរឿងការយកបញ្ហាទាំងអស់ដែលថៃកំពុងជួបប្រទេសមកទម្លាក់ចោលលាងដៃឲ្យជ្រះស្រឡះហ្នឹងចាប់តាំងពីអូបជនបាទតាំងពីព្រៃច័ន្ទភូមិជោគជ័យរបស់កម្ពុជារហូតមកដល់មុំបីជាកន្លែងដែលគេទម្លាក់ចោលនៅបញ្ហាដើម្បីជួសជុលអ្វីដែលជាចំណុចខ្សោយរបស់ថៃនៅខាងក្នុងបាទចំណុចនេះហើយដែលយើងទាំងអស់គ្នាមើលមិនទាន់ដឹងច្បាស់ថាតើក្នុងអនាគតថៃធ្វើបែបណាទៀតប៉ុន្តែម៉ោងនេះគឺធ្វើអត់កើតទេសូម្បីតែការវាយប្រហារមកលើថៃត្រង់លើកម្ពុជាត្រង់ទីទូតថៃអីក៏ដោយធ្វើដើម្បីផ្គប់គុណនិងបង្វែរស្ថានភាពខាងក្នុងឲ្យមកទម្លាក់ចោលតាមជួរភ្នំដងរែកចាប់តាំងពីភូមិជោគជ័យភូមិព្រៃច័ន្ទរហូតមកដល់មុំបីទាំងអស់នេះជាចំណុចដែលយើងគាត់ស្គាល់បាទអរគុណលោកបណ្ឌិតខ្ញុំមកបាទដាក់សំណួរទៅកាន់លោកបណ្ឌិតចុះបន្ថនពីម្ដងបាទលោកបណ្ឌិតបានឃើញហើយក៏បានលឺដែរសូម្បីតែតាមបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងទង្វើនៃការឈ្លានពានរបស់ថៃមានតាំងពីការរាយបន្លាលួសមានតាំងពីការដាក់ទូបាទកុងតឺន័រហើយចេះតែបង្កហេតុម្ដងហើយម្ដងទៀតបាទដើម្បីបញ្ឆេះឲ្យកើតជាសង្គ្រាមប៉ុន្តែកម្ពុជាព្យាយាមអត់ធ្មត់បាទគេថាក្នុងកម្រិតខ្ពស់បំផុតរហូតដល់មានមតិខ្លះបានលើកឡើងថាហេតុអ្វីបានរាជរដ្ឋបាលយើងអត់ធ្មត់ដល់កម្រិតយ៉ាងនេះបាទដោយមើលឃើញនូវភាពប្រក្លឿនមើលឃើញនូវភាពមាក់ងាយបាទមកលើកម្ពុជាបែបនេះហើយសម្រាប់ជាទស្សនៈរបស់លោកបណ្ឌិតវិញបាទមើលឃើញយ៉ាងណាដែរចំពោះភាពអត់ធ្មត់របស់រាជរដ្ឋបាលដែលព្យាយាមអត់ធ្មត់ដោះស្រាយប៉ុន្តែអត់ធ្មត់នេះមិនមែនអត់ធ្មត់មិនបានធ្វើអ្វីខិតខំតាមបែបការទូតតាមច្បាប់អន្តរជាតិអញ្ចឹងសម្រាប់ជាទស្សនៈលោកបណ្ឌិតវិញមើលឃើញថាការអត់ធ្មត់នឹងនីតិវិធីរបស់រាជរដ្ឋបាលនោះយ៉ាងណាដែរបាទកន្លងមកយើងឃើញរាជរដ្ឋាភិបាលថ្នាក់ដឹកនាំលោកបានប្រើពាក្យមួយថាស្ងាត់តែមិនស្ងៀមបាទក្រោយពីនោះមកយើងឃើញរដ្ឋាភិបាលលោកបានបញ្ជាក់ចំហច្បាស់លាស់តែម្ដងគឺថាកម្ពុជាមិនជ្រើសរើសយកការប្រើកម្លាំង
ប្រើយុធាដើម្បីដោះស្រាយបញ្ហាទេ បាទ ដោយឆ្លងតាមរយៈបទពិសោធន៍ដែលកើតឡើង2ដងនៅឆ្នាំ2025នេះហើយនឹងកើតឡើងនៅប្រហែលឆ្នាំមុននោះគឺ2008 2011នោះបាទក៏កើតឡើងអញ្ចឹងខ្ញុំបានតាមដានស្ដាប់ទាំងសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាហើយសម្ដេចមហាបវរធិបតីលោកបញ្ជាក់ចំហច្បាស់តែម្ដងថា បាទ ការធ្វើសង្គ្រាមនេះវាមិនមែនជាដំណោះស្រាយល្អទេលោកបានបញ្ជាក់ថាបើសិនជាយើងទៅដដើមកាន់កាប់នៅកន្លែងហ្នឹងអាចនឹងកាន់កាប់បានហើយក៏មិនប្រកាសថាចូលជើងបានអញ្ចឹង